អ្នកទស្សនាទាំងអស់មានដែលធ្លាប់ចាប់អារម្មណ៍ឆ្ងល់ដូចខ្ញុំអត់ហើយអ្វីបានជាក្រុមហ៊ុនឡានទាំងអស់តែងតែរចនា model ឡានជាទម្រង់មុខមាត់មានភ្នែកមានច្រមុះមានមាត់ដែលបង្កើតបានជាទម្រង់មុខផ្សេងៗគ្នាហើយអ្វីអ្នក design មិននាំគ្នាទៅផ្លាស់ប្ដូរចេញទៅសម្រាប់ខ្ញុំនៅតែមានចម្ងល់បន្សល់ទុកនៅក្នុងចិត្តដូច្នេះមកនេះមកស្រាវជ្រាវហើយអ្វីបានជាក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅលើពិភពលោកតែងតែមានចំណុចប្រសពគ្នាគឺនៅត្រង់ផ្នែកតួនៅខាងមុខរថយន្តដែលមានការរចនាជាទម្រង់មុខហើយមុននឹងបន្តខ្ញុំសូមខុសស្នាមបន្តិចសិនព្រោះវីដេអូដែលចក្រវាលផលិតមកគឺសង្ឃឹមថាអ្នកទស្សនានឹងពេញចិត្តហើយកុំភ្លេចជួយទៅ Subscribe និង Follow ដើម្បីជួយគាំទ្រជំរុញឲ្យខ្ញុំបន្តផលិតវីដេអូថ្មីៗជូនអ្នកទស្សនាបន្តទៀត Using digital media like Adobe Photoshop, Sketchbook Pro. Designer មិនមែនចង់ design អីបានតាមតែចិត្តនោះទេគឺគាត់ក៏ជាបុគ្គលិកគេដែរអញ្ចឹងគាត់ត្រូវតែស្ដាប់តាម CEO របស់ក្រុមហ៊ុនឡានហើយ CEO ត្រូវតែអនុវត្តតាមបទបញ្ញត្តិផ្សេងៗគ្នាទៅតាមការកំណត់មិនអាចឆ្វេះប្រហែសបានឡើយហេតុអ្វីបានជាគេរចនាជាទម្រង់មុខអ្នករចនាទូទាំងពិភពលោកបានប្រើទ្រឹស្ដីចំណាស់មួយដែលត្រូវបានវិវត្តមកដល់ brand ឡានសប្តាហ៍ថ្ងៃបច្ចុប្បន្នគឺមនុស្សជាតិមើលឃើញទម្រង់មុខខ្លួនឯងទៅជាកម្មវត្ថុដែលនិយមន័យនេះមានពាក្យមួយយ៉ាងគេហៅថា pareidolia ធ្វើឲ្យ brand ធំតែងតែ design នៅលើផ្នែកតួខាងមុខនៃរថយន្តតាមទម្រង់មុខរួមមានចង្គៀងដូចជាភ្នែកនៅកណ្ដាលមាន logo ដូចជាច្រមុះនិងប៉ាណាខាងមុខដូចជាមាត់ហើយមូលហេតុដែលអ្នករចនាទាំងអស់មិនអាចផ្លាស់ប្ដូររបៀបរបបរចនាបាននោះគឺដោយសារតែចាំបាច់ត្រូវតែរចនាបែបហ្នឹងគឺគ្មានជំរឿសតែម្ដងនិយាយទៅគឺពាក់ព័ន្ធជាមួយនឹងការអនុវត្តបទបញ្ញត្តិរួមទៅតាមស្តង់ដារសុវត្ថិភាពដែលចេញពីអង្គការ SAE International ឬក៏មកពីពាក្យពេញ Society of Automotive Engineers SAE's global community of over 200,000 engineers, technical experts, and ដែល volunteers. អង្គការមួយនេះមានទំនួលខុសត្រូវលើការអភិវឌ្ឍសមាគមសកលនិងស្តង់ដាររួមផ្ដោតលើវិស្វកម្មនៅក្នុងវិស័យអវកាសរថយន្តឧស្សាហកម្មពាណិជ្ជកម្មផងដែរហើយនៅក្នុងនោះ SAE International បានកំណត់លើចំណុចសំខាន់ដូចជាកំណត់ទីតាំងអំពូលបំភ្លឺកំណត់កម្ពស់នៃកាំងនៃរថយន្តកំណត់រូបរាង aerodynamic នៃរថយន្តកំណត់ប្រព័ន្ធឆាប់ឧបសគ្គផ្សេងៗដូច្នេះការកំណត់ទាំងអស់នេះវាទៅប៉ះពាល់ទៅដល់ទំហំរូបរាង layout ជាពិសេសនោះគឺចេញជាទម្រង់មុខនឹងឯងបើសួរថាវាចេញដោយរបៀបណាគឺរបៀបរចនាតួខាងមុខដោយសពថ្ងៃយោងតាមការកំណត់ដែលខ្ញុំបានរៀបរាប់ខាងលើមិញហ្នឹងហើយនៅក្នុងនោះគេក៏បានគិតឃើញថាត្រូវតែរក្សាទម្ងន់នៅលើតួនៃរថយន្តឲ្យស្មើគ្នាដូច្នេះបន្ទាប់ពីការស្រាវជ្រាវនិងអភិវឌ្ឍគេបានរៀបចំយកប្រព័ន្ធមេកានិកទៅបំពាក់នៅខាងមុខតួនៃរថយន្តទាំងអស់ដែលក្នុងនោះមានប្រព័ន្ធ sensor hardware ECU ប្រព័ន្ធម៉ាស៊ីនប្រព័ន្ធត្រជាក់និងប្រព័ន្ធផ្សេងៗជាច្រើនទៀតទៅដាក់នៅខាងមុខតួនៃរថយន្តទាំងអស់ហើយចង់មិនចង់ brand ឡានធំទាំងអស់ត្រូវតែអនុវត្តតាមវាអត់ខុសអីពេលដែលយើងអត់ចង់អានមេរៀនអត់ចង់ទន្ទិញមេរៀនប៉ុន្តែត្រូវតែប្រឡងចេញវិញ្ញាសាហ្នឹងហើយចំណុចដែលវាតាក់ទងទៅនឹងការរចនាជាទម្រង់មុខនេះគឺដោយសារតែគេយកប្រព័ន្ធមេកានិកទៅដាក់នៅខាងមុខនឹងឯងដូចជា radiator ដែលជាកង្ហារត្រជាក់បញ្ជូនខ្យល់តាមរយៈប៉ាណាខាងមុខដែលវាមើលទៅប្រៀបដូចជាមាត់ចំណែកអំពូលបំភ្លឺផ្លូវដែលមានទីតាំងដូចសពថ្ងៃក៏មានការកំណត់ដូចគ្នាដោយសារតែទិសដៅបំភ្លឺផ្លូវដាក់សម្រាប់អ្នកបើកបរហើយត្រូវកំណត់កម្ពស់ពន្លឺត្រឹមកាំងខាងក្រោយនៃរថយន្តនៅខាងមុខដូច្នេះបើសិនជាគេចង់ដាក់អំពូលបំភ្លឺផ្លូវខ្ពស់ពេកនោះអាចនឹងខុសការកំណត់ហេតុនេះទើបគេដាក់នៅទីតាំងសងខាងដូចសពថ្ងៃដែលមើលទៅវាប្រៀបដូចជាភ្នែកដោយសារតែកត្តាគ្មានជំរឿបែបនេះទើបក្រុមហ៊ុនឡាននៅលើសកលលោកព្យាយាមរុញទូកបណ្ដោយទឹកនិងបន្តការរចនាតាមការកំណត់រួមតាមបទបញ្ញត្តិគោលតែបើកលេចមកមើលការរចនារបស់ក្រុមហ៊ុនឡានលើពិភពលោកដែលមានទម្រង់មុខដូចគ្នាមែនតែទឹកមុខមិនដូចគ្នាទេមិនខុសអីពីទម្រង់មុខរបស់មនុស្សជាតិយើងហើយរឿងមួយនេះគឺពាក់ព័ន្ធទៅនឹងអត្តសញ្ញាណ design ប្រចាំម៉ាកយីហោរៀងៗខ្លួនដែលគេហៅថា character នៃរថយន្ត ការរចនារថយន្តចេញជាទម្រង់មុខ character ពិតជាបានជួយបង្កើនភាពទាក់ទាញនិងបង្កើតឲ្យបានជាអត្តសញ្ញាណសម្រាប់ brand រថយន្តនីមួយៗវាប្រៀបដូចជាសារមួយដែលបញ្ជូនទៅកាន់អ្នកទិញតាមរយៈអត្ថន័យនៃការរចនា model រថយន្តដែលហៅថាភាសាររចនាហើយកន្លែងហ្នឹងបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍សង្កេតលើរថយន្ត model នីមួយៗអត់ហេតុអីឡានខ្លះគ្រាន់តែយើងកលេចមើលមក plate យើងដឹងថាជាឡានម៉ាកអីក៏ប៉ុន្តែមិនមែនយើងឃើញ logo ឬក៏ឃើញឈ្មោះអក្សរឡានទេតែយើងឃើញតាមរយៈអារម្មណ៍ដំបូងនៃរចនាបថដែលជាអត្តស
សញ្ញាណពិតប្រាកដដោយបង្កប់អត្ថន័យតាមរយៈភាសារចនានេះហើយជាភាសារបស់អ្នករចនាឡានដែលធ្វើតាម CEO របស់ក្រុមហ៊ុនចំណែក CEO ទៅ follow បទបញ្ញត្តិកំណត់ស្តង់ដារផ្សេងៗដែលបានកំណត់ជាគោល Before Gandini, Giugiaro was his forebear at Bertone. ចុះតើរបៀបរចនានេះមានយូរហើយឬនៅគឺមានយូរហើយតែដំបូងឡើយនៅចន្លោះទសវត្សរ៍ឆ្នាំ1920ដល់1950មិនទាន់មានបទបញ្ញត្តិដាក់ឲ្យអនុវត្តនោះទេហើយក៏គ្មានអ្នកណាទៅគិតដល់ការ design ជាអត្តសញ្ញាណដែរគ្រាន់តែថាអ្នករចនាឡានសម្រេចចិត្តដាក់ប្រព័ន្ធ radiator នៅខាងមុខដែលមានប៉ាណាការរចនាបែបនេះចេញពីទម្រង់សិល្បៈមួយកន្លែងដែលឈ្មោះថា Art Deco ជាមួយនឹងរថយន្ត Chrysler Airflow ហើយឡើងមកដល់ចន្លោះទសវត្សរ៍ឆ្នាំ1950ការរចនាជាញាទម្រង់មុខត្រូវបានលេចឡើងដោយលោក Harley Earl គាត់បានដាក់បញ្ចេញនូវ concept ដូចជាការបង្រៀនអ្នករចនាជំនាន់ក្រោយៗទៀតឲ្យចេះរចនារថយន្តដែលមានអត្តសញ្ញាណតាមផាណាខាងមុខហើយនៅអំឡុងឆ្នាំនោះក៏គេបានដាក់ចេញនៅការអនុវត្តបទបញ្ញត្តិស្តង់ដារដែលខ្ញុំបានលើកឡើងនៅខាងលើនេះផងដែរហើយជាបន្តមកចាប់ពីឆ្នាំ2000ឡើងទៅក៏មានក្រុមហ៊ុនមួយចំនួនចាប់ផ្ដើមស្វែងយល់អំពីការកសាងអត្តសញ្ញាណនៃម៉ាកយីហោរបស់ពួកគេតាមរយៈភាសារចនាឬភាពតាក់ទាញក្នុងអត្តសញ្ញាណនៃឡានតាមរយៈផាណាខាងមុខដែលអត្តសញ្ញាណទាំងអស់នោះក្រុមហ៊ុនមួយចំនួនរចនាផ្សេងៗគ្នាដូចជា BMW គេមានផាណា Kidney Grill Lexus គេមានប៉ាណា Spider Grill និង Kia គេមានប៉ាណា Tiger Nose Grill ហើយភាសារចនាប៉ាណាក្នុងក្រុមហ៊ុន3នេះត្រូវបាន design ដោយវិចិត្រករតែម្នាក់គត់គឺលោក Peter Scheuer គឺជាជនជាតិអាល្លឺម៉ង់ដូច្នេះហើយបានជារបៀបដែលក្រុមហ៊ុនឡានទាំងអស់នោះប្រើភាសារចនាទៅសម្គាល់អត្តសញ្ញាណនៃរថយន្តហើយក៏បានជ្រាបទៅកាន់ក្រុមហ៊ុនឡានដទៃទៀតនិងអ្នករចនាឡានឲ្យប្រើរហូតមកដល់ពេលសប្តាហ៍ថ្ងៃអញ្ចឹងបន្ទាប់ពីទស្សនាវីដេអូមួយនេះចប់បងប្អូនទាំងអស់គ្នាយល់យ៉ាងណាកុំភ្លេចទម្លាក់មតិយោបល់របស់បងប្អូននៅខាងក្រោមដើម្បីផ្លាស់ប្ដូរគំនិតនិងការយល់ឃើញគ្នាទៅវិញទៅមកហើយរាល់វីដេអូដែលចាក់កវ៉ាផលិតសង្ឃឹមថាអ្នកទស្សនាពេញចិត្តនិងកុំភ្លេច Subscribe និង Follow ដើម្បីគាំទ្រជំរុញឲ្យខ្ញុំបន្តផលិតវីដេអូបែបកម្សាន្តចំណេះដឹងជូនអ្នកទស្សនាបន្តទៀត checked on this reference model. The reflections of the strip lighting demonstrate the excellent surface quality.